sọt đây mặt lại rồi biết để dương phương can cầm nắp từ sinh nhá này bánh hạt chất chịu buôn này không thòng thì muối cái mơ từ rón thì tí để trong thời gian cận mấy thì bấy ở cả cái giá hay năng bị búa nhưng trong sinh nhá này là cả chỉ từ tới về đài nên bánh hạt chất viên nông trẻ cô từ thời cả dương ra luôn anh và chân cái sang cái một cái là vậy dương this videoចំពោះកម្មវិធីការនិយាយអំពីសុខភាពផ្លូវចិត្តឬក៏និយាយអំពីការថប់បារម្ភនេះខ្ញុំគិតថាគួរតែមានជាសាធារណៈឲ្យបានច្រើនទាំងជាពិសេសយើងគិតថាដោយសារតែយុវជនយើងមួយចំនួនធំភាគច្រើននេះគឺកំពុងតែមានបញ្ហាអស់នឹងកើតឡើងមានច្រើនមានសារៈប្រយោជន៍ច្រើនដោយសារយើងបានស្វែងយល់ពីផ្លូវចិត្តរបស់យើងហើយបានទទួលការប្រឹក្សាពីអ្នកគ្រូវាល្អសម្រាប់អ្វីដែលពួកខ្ញុំចាប់ផ្ដើមជាគ្រូបរិញ្ញាបត្រថ្មីថ្មោងអញ្ចឹងពួកយើងអាចដឹងអំពីបញ្ហាផ្លូវចិត្តអញ្ចឹងយើងអាចចេះធ្វើយ៉ាងណាដើម្បីឲ្យសិស្សគាត់មានន័យថាធ្វើយ៉ាងណាឲ្យសិស្សគាត់ចូលចិត្តចង់រៀនជាមួយយើងពីព្រោះយើងបានដឹងអំពីចិត្តរបស់គាត់អញ្ចឹងយើងអាចមានវិធីក្នុងការទាញគាត់ឲ្យមករៀនជាមួយយើងបានកាន់តែល្អប្រសើរឡើងជាងមុនសម្រាប់ខ្លួនឯងវិញខ្ញុំគិតថាផ្លាស់ប្ដូរគំនិតអវិជ្ជមានច្រើនពីមុនដែលយើងគិតថាបញ្ហាហ្នឹងយើងចេះតែគិតថាយើងអាចធ្វើវាបានទេវានឹងអាចកើតមានឡើងចំពោះយើងប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមគិតបែបវិជ្ជមានពីមុនយើងធ្លាប់គិតថាយើងអាចធ្វើបានតែឥឡូវយើងអាចធ្វើបានអញ្ចឹងភាពក្លាហានរបស់យើងមានច្រើនជាងមុន
ทางสุขภาพផ្លូវចិត្តយើងរៀងធូរស្បើយជាងមុនអាពេលយើងមកយើងថាអារម្មណ៍យើងរៀងតានតឹងតែដល់ពេលយើងមកវិភាសាប្រឹក្សាផ្លូវចិត្តជាមួយអ្នកគ្រូហើយមិនថាធូរស្បើយយើងទទួលបាននៅបទពិសោធន៍ថ្មីហើយគាត់បានប្រាប់ពីធៀបថ្មីដែលថាឲ្យយើងពង្រឹងផ្លូវចិត្តយើងជាងមុនតាមពិតកម្មវិធីនេះគឺជាកម្មវិធីមួយដែលមិនអាចអត់មានបានទេបាទសម្រាប់សាលាបណ្ដុះបណ្ដាលគ្រូក៏ដូចជានៅតាមសាកលវិទ្យាល័យនានាបាទព្រោះថាជំងឺផ្លូវចិត្តយើងដឹងហើយថាកើតឡើងទៅលើមនុស្សគ្រប់គ្នាហើយចំពោះអ្នកសិក្សាចំពោះអ្នកដែលធ្វើការងារច្រើនប្រហែលជាគាត់អាចប្រឈមនឹងជំងឺផ្លូវចិត្តច្រើនដែរបាទដោយសារគាត់មានសម្ពាធគាត់មានអីច្រើនអញ្ចឹងហើយដើម្បីដោះស្រាយបញ្ហានឹងបានកម្មវិធីអញ្ចឹងកើតឡើងវាធ្វើឲ្យអាចជួយរំលែកដល់សុខទុក្ខរបស់គ្រូយើងក៏ដូចជានិស្សិតយើងដែរហើយខ្ញុំចូល3ដងខ្ញុំឃើញថាទាំងគ្រូនិស្សិតទាំងអ្នកចូលរួមទាំងគ្រូបរិញ្ញាបត្រអីមានអារម្មណ៍ថាសប្បាយរីករាយនិងទទួលបានបទពិសោធន៍ច្រើនទាក់ទងនឹងជំងឺផ្លូវចិត្តហ្នឹងបាទហើយគាត់បានចេះកែច្នៃចេះរៀបចំជីវិតបានល្អជាងមុនបាទដើម្បីកុំឲ្យគាត់ឆាប់ខឹងឆាប់អីបាទឆាប់ឆេកឆាកអីអញ្ចឹងអាចសម្រួលចិត្តបានច្រើនដែរបាទ